ជ្រាបសួរក៏ដូចជាសួស្តីមេបងដែលស្រឡាញ់ចូលចិត្តការស្ទូចត្រីនិងបកត្រីទាំងអស់គ្នាថ្ងៃនេះដែរយើងមកចាក់នុយជឿទៀតហើយនិយាយរួមទៅខ្ញុំខាន់ចាក់យូរដែរនុយជឿហ្នឹងរវល់តែដើរស្ទូចទៅរហូតទៅតែបាននឹកនារឿងចាក់នុយជឿអញ្ចឹងថ្ងៃនេះយើងមកចាក់នុយជឿទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំយកពុំប្រភេទនេះយកមកចាក់ក្នុងថ្ងៃនេះពពើដែលខ្ញុំចាក់គឺខ្ញុំជ្រលក់ពើប្រផេះថ្ងៃនេះហើយពើដែលយើងលេងនេះគឺយើងមានពើបៃតងពើទឹកក្រូចពើខៀវពើស្វាយហើយពើក្រហមអីចឹងទៅយរុំយើងលាយចន្ទរោះពើថ្ងៃនេះដោយសារពើប្រផេះហ្នឹងវាអត់ស៊ីចឹងយើងជ្រលក់ពើប្រផេះហ្នឹងអាពើដែលយើងលេងផ្សេងហ្នឹងវាមើលទៅឆ្លោះល្អអញ្ចឹងយើងចាប់ផ្ដើមគូពើលើពុំពើខ្ញុំយកពើទឹកក្រូចមកមុនពើទឹកក្រូចគឺខ្ញុំដាក់ប៉ុណ្ណឹងខ្ញុំដាក់វាប៉ុណ្ណឹងទេហើយដាក់ពើខៀវពើស្វាយច្រឡំពើខៀវប្រឡាក់ជ្រោយបាត់ពើស្វាយគឺខ្ញុំដាក់វាបែបនេះយកពើបៃតង
គឺយើងដាក់បែបនេះហើយនៅថ្មិញវានេះយើងអាចដាក់ពណ៌សក៏បានដែរថ្មិញហ្នឹងតែបើយើងចង់ដាក់ក៏បានដែរគឺយើងគូសថ្មិញវាបែបនេះហើយយើងយកវាទៅដល់រងចាំរហូតដល់ទឹកជឿវាស្ងួតយើងនឹងច្រកពើប្រផេះរបស់នេះអូខេមិនមែនតែពេលយើងធ្វើការរងចាំដល់ទឹកជឿយើងស្ងួតឥឡូវយើងចាប់ផ្ដើមច្រកពើដល់គ្នានេះទឹកជឿយើងស្ងួតបែបនេះចឹងយើងច្រកពើប្រផេះចំពោះការច្រកនេះគឺមេដាក់ចូលទៅយឺតយើងកុំច្រកវាលឿនកាលណាតែយើងច្រកលឿនគឺវាពពុះនៅច្រើនវាធ្វើឲ្យជឿយើងពពុះច្រើនអញ្ចឹងវាអត់សូវស្អាតណាហើយយើងឃើញតែវាស្មើសាច់អត់មានពពុះទេគឺយើងច្រកវាជាមួយទឹកបង្កចឹងដល់ពេលយើងច្រកទឹកបង្កកហើយយើងដកវារងចាំទុករយៈពេលប្រហែលជា15ដល់20នាទីហើយយើងធ្វើការច្រកវាជាលើកទី2អូខេមែនបន្ទាប់ពីយើងធ្វើការរងចាំប្រហែលជាចូល20នាទីអញ្ចឹងជឿដែលយើងច្រកមិញក៏បានស្ងួតដែរអញ្ចឹងយើងធ្វើការច្រកវាជាលើកទី2ចំពោះការច្រកលើកទី2នេះគឺខ្ញុំច្រកពើអណ្ដែលទេពីរុំខ្ញុំច្រកតែមួយពើទេពើប្រផេះហ្នឹងណាចឹងចំពោះការច្រកលើកទី2នេះគឺយើងច្រកលឿនក៏អត់អីដែរដោយសារទឹកជើយើងច្រករួចម្ដងហើយអញ្ចឹងយើងច្រកលើកទី2នេះច្រកចូលលឿនក៏វាអត់សូវមានពពុះច្រើនដែរហើយទោះជាពពុះក៏វាអត់ពាក់ព័ន្ធដល់សាច់ជើយើងខាងក្រៅចឹងយើងច្រកលឿនបានយើងច្រកហើយយើងយកវាមកមើលមកឲ្យសព្វបើយើងឃើញថាទឹកជើយើងវាសព្វសាច់ស្មើគ្នាហើយយើងច្រកវាជាមួយទឹកបង្កកចឹងបន្ទាប់ពីយើងធ្វើការច្រកទឹកបង្កកហើយយើងដោតវារងចាំប្រហែលជា20នាទីទៀតបានយើងច្រកវាជាលើកទី3អូខេមែនទេបន្ទាប់ពីយើងធ្វើការរងចាំប្រហែលជាង20នាទីឥឡូវយើងធ្វើការច្រកជាលើកទី3ទាំងអស់គ្នាចឹងយើងច្រកលើកទី3នេះក៏ខ្ញុំនៅតែច្រកពើប្រផេះទៀតដែរ
ខេយើងមើលឃើញតែវាស្មើសាច់គ្នាហើយយើងជ្រក់វាជាមួយទឹកបង្កកអូខេអញ្ចឹងពេលយើងជ្រក់ទឹកបង្កកហើយយើងដោតវារងចាំ20នាទីទៀតហើយយើងនឹងធ្វើការជ្រក់ទី4អូខេមេបន្ទាប់ពីយើងធ្វើការរងចាំប្រហែលជាជាង20នាទីឥឡូវយើងធ្វើការជ្រក់ទី4ចំពោះការជ្រក់លើកទី4នេះគឺខ្ញុំប្រើពើខ្មៅខ្ញុំបានប្រើពើប្រផេះទៀតទេខ្ញុំប្រើពើខ្មៅតែម្ដងចឹងចំពោះការជ្រក់ហ្នឹងគឺដូចតាមុនដែរទេដូចតែយើងជ្រក់លើកទី2ទី3ដែរយើងអាចជ្រក់លឿនបានធម្មតាអត់អីទេនិយាយរួមយើងជ្រក់ពេលយឺតតែពេលយើងជ្រក់លើកទី1ចាប់ពីលើកទី2មកគឺយើងអាចជ្រក់លឿនធម្មតាបានហើយចឹងយើងធ្វើការជ្រក់ពើខ្មៅបងប្អូនគ្នាកែបន្ទាប់ពីយើងឃើញថាវាស្មើសាច់សពគ្នាហើយចឹងយើងជ្រក់ជាមួយទឹកបង្កករបស់យើងចឹងប្រយុទ្ធបន្ទាប់ពីយើងជ្រក់ទឹកបង្កកហើយយើងធ្វើដូចមុនអញ្ចឹងគឺយើងរងចាំរយៈពេលប្រហែលជា20នាទីក្រោយបានយើងជ្រក់ជាលើកទី5ម្ដងទៀតអូខេមេបន្ទាប់ពីយើងធ្វើការរងចាំប្រហែលជាចូល20នាទីជាងហើយហ្នឹង20-30នាទីហើយអញ្ចឹងយើងធ្វើការជ្រក់ជាលើកទី5បងប្អូនគ្នាគឺយើងប្រើពើខ្មៅដដែលជ្រក់លើកទី5ហ្នឹងឃើញទឹកជឿយើងស្ងួតល្អដល់ពេលយើងនៅយូរចឹងវាស្ងួតល្អបើមេជ្រក់ពេលថ្ងៃគឺវាស្ងួតលឿនទេអញ្ចឹងយើងអាចឆាប់បានជ្រក់តទៀតណាតែនេះសារខ្ញុំធ្វើពេលយប់អញ្ចឹងខ្ញុំទុកពេលយូរដើម្បីឲ្យទឹកជឿនឹងស្ងួតណាជប់បន្តិចមកយើងឃើញតែវាស្មើសាច់គ្នាហើយយើងជ្រក់វាជាមួយទឹកបង្កករបស់យើងអូខេបន្ទាប់ពីយើងជ្រក់ជាមួយទឹកបង្កកហើយយើងធ្វើដូចមុនអញ្ចឹងគឺយើងរងចាំរយៈពេលប្រហែលជា20នាទីទៀតយើងនឹងធ្វើការជ្រក់ជាលើកទី6លើកចុងក្រោយរបស់យើងអូខេសួស្តីមេបន្ទាប់ពីយើងធ្វើការរងចាំរយៈពេលប្រហែលជា20នាទីជាងហើយឥឡូវយើងធ្វើការជ្រក់ជាលើកទី6ជ្រក់លើកចុងក្រោយរបស់យើងអូខេបន្ទាប់ពីយើងជ្រក់លើកទី6ហើយគឺយើងដោតវាទុករងចាំក៏ប៉ុន្តែយើងអត់មែនរងចាំ20នាទីដូចមុនទេអានឹងរងចាំដូចជាចន្លោះ12ម៉ោងម៉ោងក្រោយមិនយើងដកចេញពីពុម្ពបានព្រោះយើងទុកពេលឲ្យទឹកជឿនឹងស្ងួតល្អព្រោះបើទឹកជឿយើងស្ងួតអត់ល្អទេនុយជឿយើងវាផុយអញ្ចឹងយើងទុកវារងចាំដូចជា12ម៉ោងបានជាងដកវាចេញពីពុម្ពអូខេសួស្តីមេបន្ទាប់ពីយើងធ្វើការរងចាំរយៈពេលមួយយប់មិញឥឡូវដល់ល្ងាចទៀតបាត់ហើយអញ្ចឹងយើងមកធ្វើការដកវាចេញពីពុម្ពបងប្អូនគ្នា
chẳng ở chỗ ca đợi phun đấy cứ nhâm cắt về chiaแบบnày nhâm cắt về vào trong vĩnh nhâm cắt về dân tì nhà tùy còng về tránh mất thấy dưỡng lật về lần lừaคือนุยบอกยังคือเคยจะสะอาดกูซ้อมจังเลยยังกัดมือมือtiếpยังกัดvềยังเกิดไปจังแบบนี้มั้งhayยังเปิดอะไรก็ตุยกรอยเวียนคือเวียสระสานไปยังมาเนี่ยเอาใส่จุบะcamera ไปจับอัดใส่จุบะโอเคนี่คือสานmộtแบบtừ thì anh ấy thì mộtแบบđè thành chẳng dân đâu tờ lợn lại hay dân ai bật bàn thầm đài bộ sạch chứa cứ mày mơ cứ sập lò mà nhầm tiền nhầm mơ cứ sập lòแบบnày bây giờ hà tụ về bàn một sạch chứa lò chân chưa vẫn co về sập lò tầm nâng đây chẳng cho mơ tay tiết nhưng mà tờ lợn phải ở mày mơ ok số đây mấy chẳng dương thua ca tờ lợn phải cho nơi chưa cho nó nè chú ca tờ lợn cứ viện bên này bà thế miền play để chân tờ lợn hayแบบnày hết chẳng dương miền mua dương bọt vì tùy vềแบบnày mất đầm bầy dương của một play thấy dương đã chỗ nuôi chưa bao giờ cứ dương cho về một tờ lục lành này phía này bị lành mượt vía vía xây cho bà ok chia sẻ xây cho bà này cứ trong trong nội đấy dương cho về một tờ lục lành đó á hai rưỡi rửa cứ play đang cho mùi sạch chứ cứ bị ập chuột nhà lỗ chân chừng ôm một lại tiện màu để bộ một bờ bánh cư em cô sống chân nuôi chưa dưỡng cứ hơi mà rồi phải rồi anh bán đấy phần nắng hay chụp một xem tiếp men ở pi một tiếng nó cứ ở đây phục hệ nuôi 3D vậy môn này nhóm chạm bờ lướng á ngày nay em chạm bờ ở bậc hè
គឺវាស្រស់ស្អាតមួយយ៉ាងម្នាក់ជាមួយពណ៌លឿងអានេះតែបានឡើងផ្លែទេហើយមួយនេះនុយ 3D ដូចគ្នាតែនេះຂະຫນាត3ហ៊ុនកន្លះអាមួយទូចមិញ3ហ៊ុន2អានេះ3ហ៊ុនកន្លះស្រាប់យើងលេងត្រីស្រែត្រីអីត្រូវជារួមនុយទាំង3ប្រភេទហ្នឹងគឺយើងលេងត្រីស្រែលេងអីត្រូវຂະຫນាតវាទូចហើយគឺវាជាស្ដែងគឺវាធំជាងកូនដៃបន្តិចទេចឹងត្រីស្រែត្រីអីត្រូវហ្នឹងចឹងចំពោះការធ្វើនុយជើរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអត់មានអីច្រើនទេចឹងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត